ទស្សនិកជនជាទីគោរពអំពើអាក្រក់ដែលយើងបានធ្វើហើយទោះបីខំលាក់បាំងយ៉ាងណាក៏នៅតែមិនជិតយូរឆាប់អីគង់តែគេដឹងហើយទីបំផុតនឹងត្រូវផ្ដន្ទាទោសសុភាសិតបើគ្មានអ្នកណាដឹងក៏ខ្លួនឯងដឹងដែរជាសុភាសិតមួយបង្ហាញអំពីអត្ថន័យនោះសូមអញ្ជើញទស្សនិកជនតាមដានការអធិប្បាយរបស់ព្រះតេជប្រគុណគីមជុំគង់នៅវត្តកំពង់ដូងឃុំហ៊ីវទៅស្រុកទាវកឹងខេត្តត្រវិញដូចតទៅនៅក្នុងឱកាសនេះខ្ញុំប្រកាសណាអាត្មាភាពនឹងលើកយកនៅសុភាសិតមួយកន្លែងថាបើគ្មានអ្នកណាដឹងក៏ខ្លួនយើងនឹងដឹងដែរនោះយើងម្នាក់ៗដែលរស់នៅក្នុងโลกនេះសុទ្ធតែមានការប្រកបការងារនឹងជាចាំបាច់ឬក៏ថាជារឿងធម្មតាប៉ុន្តែការខ្លះទៅយើងធ្វើការល្អការខ្លះក៏គង់មានការមិនល្អហើយការល្អហ្នឹងទៅហ្នឹងរមែងបានអ្នកដទៃហ្នឹងគេសរសើរគេគោរពគេរាប់អានការណាដែលយើងធ្វើមិនល្អរមែងទទួលនៅការនិន្ទាអំពីសំណាក់នៃអ្នកដទៃដូច្នេះការល្អនោះគឺដូចជាយើងបានចូលរួមវិភាគទានក្នុងការកសាងវត្តអារាមកសាងនៅសាលារៀនស្ពានថ្នល់ឬក៏ថាជួយឧបត្ថម្ភគាំទ្រទៅដល់អ្នកកំសត់ទូរកត់អ្នកក្រីក្រអ្នកត្រូវភ្លើងឆេះតាអីជាដើមហ្នឹងគុណធម៌ដ៏ល្អដែលយើងបានធ្វើទាំងអស់ហ្នឹងអ្នកដទៃគេតែងតែពេញចិត្តឬក៏ថាពោលសរសើរយើងជាមិនខានហើយចំពោះខ្លួនយើងជាអ្នកធ្វើនឹងទៀតគឺសប្បាយរីករាយសប្បាយត្រង់ដែលថាយើងបានធ្វើនៅការងារល្អហើយដល់ថាធ្វើនៅការអាក្រក់នោះវិញតួយ៉ាងដូចជាថាយើងទៅលួចរបស់អ្នកដទៃមានលួចឆ្កែលួចដូងគេជាដើមបើម្ចាស់គេចាប់បានទៅអានឹងគេផ្ដន់ទាទោសយើងត្រូវទទួលនៅភាពអាម៉ាស់ហើយបើគេចាប់មិនបានគេតាមមិនតាន់គេមិនដឹងក៏ខ្លួនយើងនឹងបានដឹងដែរដឹងអ្វីថាដឹងអំពើដែលខ្លួនយើងធ្វើនឹងថាជាអំពើមួយមិនល្អជាអំពើបាបដូច្នេះបើម្ចាស់គេមិនដឹងខ្លួនយើងនឹងជាដាក់ដឹងព្រោះខ្លួនយើងជាបុគ្គលចម្បងជាបុគ្គលទី1ដែលចូលរួមនៅក្នុងអំពើអាក្រក់នោះហើយនឹងលោកឲ្យយើងជៀសវាងណាលោកឲ្យយើងជៀសវាងកុំកប់បីធ្វើនៅអំពើអាក្រក់ហេតុហ្នឹងបានព្រះពុទ្ធជាម្ចាស់បានត្រាស់សម្ដែងដឹកនាំទូលមានព្រានប្រដៅយើងដែរថាឲ្យឡាស់នៅអំពើបាបហើយបំពេញនៅការងារល្អការងារមានប្រយោជន៍ជាសាធារណៈការងារមានប្រយោជន៍ដល់ឧត្តមក្នុងសង្គមជៀសវាងនៅអំពើអាក្រក់ព្រោះអំពើអាក្រក់កាលណាបើយើងធ្វើហើយហ្នឹងគឺថាវានាំឲ្យយើងមានការសៅហ្មងទទួលនៅភាពអាម៉ាស់បើគេឯងដឹងទៅយើងទទួលនៅភាពអាម៉ាស់បើគេឯងមិនដឹងបើខ្លួនយើងដឹងហើយនឹកឃើញចេះតែមានការផិតភ័យមានការសៅហ្មងដេកមិនលុកបក់មិនលហើយប្រុសនឹកឃើញនៅកម្មអាក្រក់ដែលខ្លួនបានធ្វើហេតុនោះបានព្រះអង្គឲ្យយើងខំបំពេញនៅការល្អជៀសវាងនៅអំពើអាក្រក់ដូច្នេះសុភាសិតនេះចង់អប់រំសង្កត់ធ្ងន់នៅលើអំពើអាក្រក់ដែលយើងធ្វើឲ្យលាក់បាំងណាដែលយើងធ្វើឲ្យយើងលាក់បាំងយើងមិនចង់ឲ្យអ្នកដទៃដឹងហើយហ្នឹងបើយើងមិនឲ្យដឹងយ៉ាងណាក៏ដោយក៏ខ្លួនយើងជាអ្នកដឹងដែរហើយតែខ្លួនយើងដឹងហើយតែងតែមានការសៅហ្មងនេះយើងទីបំផុតទោះជាយ៉ាងណាក៏ដោយយើងមិនត្រូវធ្វើនៅអំពើអាក្រក់ទោះជាក្នុងទីចំពោះមុខក្តីកំបាំងមុខក៏ដោយយើងត្រូវជៀសវាងឲ្យឆ្ងាយព្រោះអំពើអាក្រក់ហ្នឹងតែងតែទទួលនៅផលអាក្រក់សម្រាប់អ្នកធ្វើដូច្នេះសរុបសេចក្តីមកថាក្នុងជីវិតនៃមនុស្សម្នាក់ៗក្នុងការរស់នៅក្នុងសង្គមក៏បីជៀសវាងនៅអំពើអាក្រក់ហើយប្រព្រឹត្តនៅអំពើល្អឲ្យបានច្រើនឡើងដើម្បីសុខសន្តិភាពនៅក្នុងសង្គមរបស់យើង
ទស្សនិកជនជាទីស្នេហានេតិប្រកាសកបបីដឹងក្នុងថ្ងៃថ្មីនាពេលនេះសូមបញ្ចប់តែត្រឹមនេះសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់តាមដានពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋានសូមជម្រាបលា